នៅវេលារសៀលថ្ងៃប្រហ័សទី26ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់មាតុប្រទេសដោយសុវត្ថិភាពបន្ទាប់ពីបានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកនិងបន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅតំបន់អឺរ៉ុបកាលពីថ្ងៃទី15ដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញដល់រដ្ឋធានី Washington នៅវេលាព្រឹកថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2026វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីទទួលបាននូវការគោរពស្វាគមន៍និងផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងឯកអគ្គរដ្ឋទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិព្រមទាំងមន្ត្រីស្ថានទូតជាច្រើនរូបទៀតអំឡុងពេលស្នាក់នៅបំពេញការងារក្នុងរដ្ឋធានី Washington នៅវេលារសៀលថ្ងៃពុធទី18ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅវេលាព្រឹកថ្ងៃប្រហ័សទី19ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្រោមអធិបតីភាពឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅវេលារសៀលថ្ងៃទី19ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅវេលាព្រឹកថ្ងៃសុក្រទី20ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបគណៈប្រតិភូនៃក្រុមប្រឹក្សាអាត្លង់ទិកដឹកនាំដោយឧត្តមសេនីយ៍ Jim Jones និងឯកឧត្តម Frederick Kempe ប្រធាននិងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិកបន្ទាប់មកនៅវេលារសៀលសម្ដេចបវរធិបតីបានអនុញ្ញាតឲ្យឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសទូគីយេជួបសម្ដែងការគួរសមនិងពិភាក្សាការងារតមកសម្ដេចបវរធិបតីបានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Andy Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកជួបសម្ដែងការគួរសមនិងពិភាក្សាការងារកម្មវិធីជំនួបជាបន្តសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឯកឧត្តម Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្រៅពីជំនួបខាងលើនៅវេលាព្រឹកថ្ងៃប្រហ័សទី19ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសជួបពិភាក្សាក្រៅផ្លូវការជាមួយឯកឧត្តមតូលឹមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីជាមួយឯកឧត្តម Ayman Safadi ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសយ៉ូដានីនិងជាមួយឯកឧត្តម Peter Masinka រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆេកក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅតំបន់អឺរ៉ុបក្នុងប្រទេសស្វីសនៅវេលាព្រឹកថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់មកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Volker Turk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងបានឆ្លៀតជួបពិភាក្សាការងារក្រៅផ្លូវការជាមួយឯកឧត្តម Jose Ramos Horta ប្រធានាធិបតី Timor Leste ដោយឡែកនៅវេលារសៀលសម្ដេចបវរធិបតីបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងជាមួយលោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80រីឯនៅលើទឹកដីនៃប្រទេសបែលហ្សិកវិញនៅវេលារសៀលថ្ងៃអង្គារទី24ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារ
ជាមួយលោកជំទាវកាចាកាឡាស់អនុប្រធានគណៈកម្មការអឺរ៉ុបនិងជាមួយឯកឧត្តម Maxime Prévost ឧបនាយករដ្ឋមន្ត្រីការបរទេសបែលហ្សិកនៅវេលាព្រឹកថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026សម្ដេចបវរធិបតីបានជួបពិភាក្សាការងារជាមួយលោកជំទាវ Christel Schaldemose អនុប្រធានសភាអឺរ៉ុបនិងបានជួបពិភាក្សាការងារជាមួយឯកឧត្តម Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅវេលារសៀលថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026